បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកបន្ថែមបន្តិចទៀតតទៅជាមួយនឹងការប្រើប្រាស់ list tuple ហើយនេះគេ dictionary អូខេអញ្ចឹងសម្រាប់ list tuple និង dictionary វាជាប្រភេទអថេមួយប្រភេទដែលវាអាចស្ទោរទុកតម្លៃបានច្រើនមកថាវាអាចស្ទោរតម្លៃបានច្រើន store many data and many data type and many data type ផ្សេងគ្នា data type ខុសៗគ្នាបានចឹង many data នៅកន្លែងទៅនេះបានន័យថាយើងអាច store ទុកបានរបៀបបែបចឹងយើងអាចសម្គាល់ចាប់ផ្ដើមចេញពីចំណុចទី1គឺ list ចឹង list យើងអាចសម្គាល់វាបានតាមរយៈសញ្ញាគ្នាបចឹងយើងអាចដាក់មក L1 L2 L3 ទៅរហូតទៅដល់ L នៃ n ណាចឹងអានេះជា syntax របស់វាតោះឥឡូវឧបមាថាខ្ញុំមានfile មួយខ្ញុំប្រើពាក្យថា collection ខ្ញុំប្រើដាក់ចោលខ្ញុំប្រាប់វាថា ilist .ipynb អញ្ចឹងឧបមាថាខ្ញុំមាន lst មួយខ្ញុំដាក់ reply របស់វាអញ្ចឹងខ្ញុំ6 5 4 3 2 1អញ្ចឹងទៅឧបមាអញ្ចឹងបើសិនជាខ្ញុំចង់ access ទៅលើតម្លៃរបស់ list ទី1គឺ access ផ្សេង list type list item អញ្ចឹងដើម្បី access ទៅលើ list item access គឺយើងត្រូវប្រើតាមរយៈ index អញ្ចឹង lst នៃ index ទីប្រមាណដែលយើងចង់បានតម្លៃរបស់វាចេញមកអញ្ចឹងឧបមាថាបើខ្ញុំចង់បានលេខ5បើខ្ញុំចង់បានលេខ5គឺខ្ញុំត្រូវធ្វើយ៉ាងម៉េចអញ្ចឹងកន្លែងនេះគឺខ្ញុំប្រើថា lst នៃ2ទៅគេដោយសារវាសិតនៅ0នៃ1ហើយខ្ញុំដាក់បើសិនជាខ្ញុំ print ទៅលើតម្លៃនៃ lst នេះអូខេចាំបើសិនជាខ្ញុំ print ទៅលើតម្លៃនៃ LST ខ្ញុំបានលេខ5ចាំបើសិនជាខ្ញុំ print LST នៃដក1គឺវាយកបញ្ជាក់ឡងវិញគឺបានលេខ1មកអូខេដល់ពេលយើងចង់ access ទៅលើតម្លៃច្រើនគឺយើងប្រើ slicing ណាអញ្ចឹងគឺយើងប្រើសញ្ញាចុច2ដូចគ្នាចាំបើសិនជាខ្ញុំចង់បានតម្លៃច្រើនខ្ញុំអាច print LST នៃ2រហូតដល់5ចាំបើសិនជាខ្ញុំ print ចេញមកគឺវាយក4 3 2 0 1 2អូខេ0 1 2អញ្ចឹងវាយក4 3 2តោះណាអញ្ចឹងយកដល់ index ទី5អូខេអញ្ចឹងនៅក្នុង list យើងអាចធ្វើការបន្ថែមតម្លៃទៅវាចូលបានតាមរយៈការប្រើប្រាស់នៅ keyword មួយគឺ append អញ្ចឹង b add new item អញ្ចឹងគឺយើងប្រើ append តោះឥឡូវបើសិនជាខ្ញុំចង់បញ្ចូលតម្លៃទៅឲ្យវា insert new item using append អូខេតោះឥឡូវបើសិនជាខ្ញុំចង់បានតម្លៃថ្មីគឺខ្ញុំ append ទៅលើតម្លៃឬថាខ្ញុំប្រើថា hello ចឹងបើសិនជាខ្ញុំ print lst ខ្ញុំបានទទួលបានតម្លៃមួយគឺ hello នៅក្នុងធាតុចុងក្រោយនៅពេលដែលយើងចង់លុបវិញគឺយើងប្រើ keyword អីគេយើងចង់លុបវិញគឺយើងប្រើ keyword pop delete គឺយើងប្រើ keyword មាន2គឺយើងប្រើ pop ឬក៏យើងប្រើ remove អូខេតោះឥឡូវបើសិនជាខ្ញុំចង់លុប delete item from a list ចឹងបើសិនជាខ្ញុំចង់លុបទៅលើតម្លៃរបស់វាគឺខ្ញុំប្រើ lst.pop ចឹងបើសិនជាយើងប្រើ .pop វានឹងលុបនៅធាតុចុងក្រោយនៃ delete ចឹង remove the last item ចាំបើសិនខ្ញុំ print ចេញទៅពាក្យ hello នេះគឺបាត់ហើយប៉ុន្តែបើសិនខ្ញុំប្រើពាក្យថា lst.remove នៃ index ទីឥឡូវខ្ញុំចង់លុបលេខ4អញ្ចឹង0 1 2គឺខ្ញុំដាក់លេខ2អញ្ចឹងបើសិនជាខ្ញុំ print lst វានឹងលុបអីគេបើសិនជាខ្ញុំដាក់ remove លេខ2មិនមែនវាលុបតម្លៃដែលមានលេខ2ចុះបើសិនខ្ញុំចង់លុបវាចេញពី memory ហ្មងគឺខ្ញុំប្រើ lst.del delete del lst.del delete មានទេ
មានគេយើងប្រើ lst.delete នៃ 0 បានន័យថា loop នៅ index ទី0អញ្ចឹងបើសិនជាខ្ញុំ print lst វាអត់ឲ្យយើងឥឡូវខ្ញុំដកអានេះចេញសិនដោយសារនេះវាអត់ re-index អញ្ចឹងបើយើងចង់ loop នៅអាធាតុ0ខ្ញុំប្រើពីថា del នៃ lst ទី0ហើយយើងសាក print lst សារឡើងវិញអញ្ចឹងវានឹង loop បាត់LSC អានេះដោយសារវា loop LSC យកតែម្ដងអូខេតោះឥឡូវយើងរានវាសារឡើងវិញយើងទៅ short តម្លៃចេញពី list មកវិញតោះអញ្ចឹងបើសិនជាខ្ញុំចង់ short តម្លៃ short item គឺខ្ញុំប្រើគេប្រើsort អញ្ចឹងបើ sort គឺខ្ញុំប្រើ keyword sort នឹងតែម្ដងតោះឥឡូវusing keyword sort អូខេតោះចឹងsort វាមានពីរ sort ពីតូចទៅធំនិងពីធំទៅ lst.sort ចឹងបើសិនជាខ្ញុំ print ទៅលើ lst តម្លៃរបស់វាជាមកគឺ sort ពីតូចទៅធំហ្នឹងតែបើជើយើងចង់បញ្ជ្រាបវិញគឺយើងប្រើគេយើងចង់បញ្ជ្រាបវិញគឺយើងប្រើ lst. អីគេ short ហើយយើងប្រើ keyword reverse ស្មើនឹង true ចឹងបើយើង print ទៅលើ lst ចឹងតម្លៃរបស់យើងគឺអីវា print មកគឺបញ្ជាក់ពីធំមកតូចមកវិញតោះហ្នឹងចឹងអានេះគឺរបៀបដែលវា short អូខេចឹងសម្រាប់ list វាមាន special បែបហ្នឹងអញ្ចឹងឧបមាថាខ្ញុំមាន project មួយនិយាយអំពី ATM project ATM ចឹងនៅក្នុង project ATM វាមាន there are 4 action ចឹងទី1គឺ check amount check balance ទី2គឺគេ check withdraw ដកលុយ deposit ទី3គឺគេ deposit បានតែបន្ថែមលុយ check balance ចឹងក្រោយគឺ exit ដកកាតចេញតោះចឹងយើងមាន4 action ហ្នឹងឧបមាថាខ្ញុំមាន balance មួយគឺស្មើនឹង$1000បន្ទាប់មកទៀតខ្ញុំប្រើពេលថា while true ខ្ញុំដាក់ option ឲ្យវាprint select option ចឹង select option ចឹង option គឺវាមាន4 option ទី1 option ទី2 option ទី3ហើយនិង option ទី4អញ្ចឹងយើងសិក្សា if ចឹងកន្លែងនេះយើងឲ្យគេបញ្ចូល option ស្មើនឹង input ទៅលើ option របស់យើងអញ្ចឹងយើងអាចប្រើវាថា integer convert វាឲ្យវាទៅជា integer អញ្ចឹងបើសិនជា option ទី1យើងឲ្យគេបញ្ចូលចំនួន amount បន្ថែមដាក់លុយបញ្ចូលបន្ថែមតែបើ option ទី2យើងឲ្យគេដកលុយចំនួនប្រមាណហើយយើង check មើល option ទី3យើង check មើល balance option ទី4ដកចេញតោះឥឡូវយើងសាដាក់មកកន្លែងនេះវាដាក់អីគេ error ចុច2កន្លែងណាអញ្ចឹងកន្លែងនេះយើងភ្លេចចុច2តោះអានទៅលើវាឧបមាថាឥឡូវយើងដាក់ option ទី1ចឹងបើ option ទី1យើង deposit 500អញ្ចឹងបើសិនជា500វា display ចេញមកគឺស្មើប៉ុន្មានអញ្ចឹងបើសិនជា deposit 500អញ្ចឹងវាឡើង1500 original លុយរបស់យើងគឺស្មើនឹង1000បាទខ្ញុំវាយ option ទី2 option ទី2វាយើង withdraw ខ្ញុំដក900តែមកដក900ហើយនៅពេលយើងរានចេញមក900គឺ new balance របស់យើងគឺនៅតែ600តែ1500ដក900តែបើខ្ញុំវាយ option ទី4វាចាចេញនេះគឺរបៀបដែលយើងធ្វើការទៅជាមួយនឹង new balance របស់យើងមុនហ្នឹងតោះ add ចូលទៅដូចគ្នាតកតងទៅជាមួយនឹងproject ATM តូចមួយទៅមួយទៀតគឺយើងនិយាយអំពីការប្រើប្រាស់ tuple សម្រាប់ tuple គឺចំណុចទី2គឺ tuple យើងសម្គាល់ tuple តាមរយៈការប្រើប្រាស់សញ្ញាបែបនេះអញ្ចឹងសម្រាប់ A syntax របស់វាការប្រើប្រាស់ tuple គឺឧទាហរណ៍ខ្ញុំប្រើ lst គឺស្មើនឹងហើយតម្លៃរបស់យើងគឺនៅខាងក្នុងនេះដែលយើងអាចដាក់ចូលទៅតោះហ្នឹងចឹងខ្ញុំប្រើ v1 v2 v3 រហូតទៅដល់ v នៃ n ដាក់តែប៉ុណ្ណឹងមកគឺបានហើយអញ្ចឹងខ្ញុំប្រើពាក្យថា I tuple.itype nb អញ្ចឹងឧបមាថាខ្ញុំប្រើពាក្យថា lst ខ្ញុំដាក់
1 10 5ចាំបើសិនជាខ្ញុំ print ទៅលើ type នៃ LST ខ្ញុំទទួលបានតម្លៃរបស់វាមួយគឺតម្លៃប្រភេទទិន្នន័យរបស់វាមួយគឺជាប្រភេទ tuple ប៉ុន្តែ tuple យើងអាច access តម្លៃរបស់វា within list នឹងដែរអញ្ចឹង access tuple value ណា tuple value អញ្ចឹងយើង access តាមរយៈ index using index ឧទាហរណ៍ថាខ្ញុំដាក់ LST នៃ ID x ប្រមាណអញ្ចឹងបើសិនជាខ្ញុំចង់ display តម្លៃរបស់វាខ្ញុំអាច print LST នៃ list ទី0អញ្ចឹងបើសិនជាខ្ញុំ print LST នៃ list ទី0គឺស្មើពេកអញ្ចឹងសម្រាប់ tuple គឺវាអាចធ្វើការបានតែប៉ុណ្្នឹងវាអាចធ្វើការលើសនឹងបានហើយសម្រាប់ការលុបការថែមអីគឺអត់បានទេ tuple គឺវាមានលក្ខណៈ fix មួយទៀតគឺយើងនិយាយអំពី dictionary ចំណុចទី3កាលណាយើងនិយាយទៅជាមួយ dictionary គឺយើងចង់សំដៅទៅលើការប្រើប្រាស់ទៅលើ key value pair អូខេអញ្ចឹង key value pair បានន័យថាអ្នកនរគ្នាឧទាហរណ៍ថាប្រកាស LST មួយអ្នកនរគ្នាអាចដាក់មកនៅខាងក្នុងនេះគឺប្រើសញ្ញាឃ្នាបបែបនេះហើយយើងដាក់ key ទី1អូខេចុច2តម្លៃក្បៀសមកមួយមក key ទី2ចុច2ក្បៀសមកតម្លៃអីគេអញ្ចឹងជាហោហាលរហូតដល់ key នេះអញ្ចឹងឧបមាថាខ្ញុំប្រើពាក្យថា i dictionary.ipynb អញ្ចឹងឧបមាថាខ្ញុំប្រកាស simple dictionary មួយ simple ស្មើនឹង a ចុច2 apple វាមក b banana c អីចឹងទៅអញ្ចឹងខ្ញុំអាចសាក print ទៅលើ type នៃ simple អញ្ចឹងបើសិនជាខ្ញុំរានចេញមកតម្លៃរបស់វាគឺចេញមកជាអញ្ចឹងដើម្បី access to dictionary item we use it p អូខេអញ្ចឹងឧបមាថាខ្ញុំចង់ access ទៅលើ Apple ខ្ញុំអាច print simple នៃ key របស់វាមួយគឺ A អញ្ចឹងបើសិនជាខ្ញុំ print A វានឹងចេញមកគឺ Apple បើសិនជាខ្ញុំ print simple នៃ B វានឹងចេញមកគឺអីគេ banana អ្នកទាំងអស់គ្នាអាចប្រើ get ក៏បានដែរអញ្ចឹងយើងមានពីរវិធីហ្នឹងអូខេនេះគឺ simple នេះមកវិញចឹងនៅខាងក្នុង dictionary យើងអាច access ទៅលើ key តាមរយៈ key and value using ទី1គឺឈ្មោះ name របស់វា dot អីគេ key ដល់ពេលយើងចង់ access ទៅលើ value គឺយើង name របស់វា dot item dot value ដល់ពេលយើងចង់បានទាំង key ទាំង value អ្នកនរគ្នាប្រើគេ name dot item មានដែរបាទហ្នឹងឥឡូវបើសិនជាខ្ញុំចង់ access ទៅលើ simple.key ខ្ញុំនឹងទទួលបានយកតែ key ដែលវាមាននៅក្នុង dictionary របស់យើងឯងតែបើខ្ញុំចង់យក value របស់វាខ្ញុំអាច print simple.var value អញ្ចឹងវាយកតែបើខ្ញុំ print ទៅលើ simple.item ខ្ញុំយកបានតែ item នៃរបស់វាអញ្ចឹងនៅកន្លែងហ្នឹងហើយហេតុផលហ្នឹងហើយបាទយើងប្រើ for kv in simple.item អញ្ចឹងបើសិនជាខ្ញុំ print ចេញមកវានឹងទទួលបាន key អីគេ value អីគេ key អីគេ value អញ្ចឹងនៅក្នុង item វា return មាន2គឺមាន key មាន value អញ្ចឹងហើយបានយើងត្រូវការ array ចំនួន2ដើម្បីចាប់យកចេញពី item return ចេញមកអញ្ចឹងនេះគឺជាលក្ខណៈមួយចំនួនដែលយើងត្រូវឆ្វេងយល់នៅក្នុង basic Python របស់យើងបាទអញ្ចឹងអរគុណច្រើនអ្នកនរគ្នាយើងនឹងជួបគ្នានៅក្នុងមេរៀនបន្តទៀតអញ្ចឹងសម្រាប់មេរៀន basic Python នេះខ្ញុំសូមបញ្ចប់ដោយប៉ុណ្ណឹងហើយសម្រាប់មេរៀននៅសេសសល់យើងនឹងបំពេញបន្ថែមនៅខាងក្នុងមេរៀនរបស់យើងណាបាទអរគុណ